ខ្ញុំរាប់ដល់3វេរលុយ5លានចូលកាន់នីភូមិភ្លាមបើមិនអញ្ចឹងទេចង់យ៉ាងម៉េចខ្ញុំកាត់សម្ដីគាត់ហើយដើរទៅឡានរបស់ខ្ញុំលុយ5លាននេះខ្ញុំសុកចិត្តបោះចោលទឹកក៏មិនឲ្យពួកមនុស្សរមិលគុណឯង1រៀលដែរផ្លូវភូមិឡយនេះខ្ញុំលែងធ្វើហើយផ្លែឈើពួកឯងក៏ខ្ញុំលែងទិញដែរទុកផ្លូវនេះដើរខ្លួនឯងចុះខ្ញុំឡើងឡានបិទទ្វារជន់កែចេញទៅយ៉ាងលឿនអ្នកភូមិនៅតែនាំគ្នាចង្អុលនិយាយដើមថៅកែលីនពូចេនពូនៅភូមិទេមេភូមិឈៀងស៊ឺឈ្មោះចេនជៀនកគឺជាអតីតទាហានចាស់ម្នាក់នៅតែកំពុងមើលជ្រូកមានការអីមែនទេថៅកែលីនមិនមែនកំពុងធ្វើផ្លូវនៅភូមិឡយទេអីលែងធ្វើហើយខ្ញុំចាប់ចង្កូតឡានជាប់សម្លឹងមើលផ្លូវដីដ៏លំបាកនៅខាងមុខពូចេនផ្លូវលំបាកពីភូមិឈៀងស៊ឺទៅទីប្រជុំជនខ្ញុំជាអ្នកធ្វើខាងទូរស័ព្ទក៏ស្ងាត់ឈឹង10វិនាទីក្រោយមកសំឡេងពូចេនញ័របន្លឺឡើងថៅកែលីនឯងមិនមែននិយាយលេងទេដឹងមិននិយាយលេងទេខ្ញុំជក់បារីមួយខ្សឺផ្លុំផ្សែងចេញក្រៅលុយធ្វើផ្លូវ5លានពុករួមទាំងកន្លែងប្រម៉ូទទិញផ្លែឈើគឺទម្លាក់នៅភូមិឈៀងស៊ឺទាំងអស់តែខ្ញុំមានលក្ខខណ្ឌមួយនិយាយមកចុះឲ្យតែមិនខុសច្បាប់យកជីវិតខ្ញុំក៏បានដែរដីធ្វើផ្លូវខ្ញុំមិនចេញលុយសងជំងឺចិត្តទេបានរណាហ៊ានរារាំងខ្ញុំដកខ្លួនភ្លាមបានរណាហ៊ានទាលុយពីឯងសំបី1រៀលខ្ញុំនឹងវាបំបាក់ជើងវាដោយផ្ទាល់ដៃមុខភូមិឈៀងស៊ឺមានមនុស្សឈរយ៉ាងកកុញអ្នកភូមិជាង200នាក់ចាស់ក្មេងប្រុសស្រីនាំគ្នាឈរអំសងខាងផ្លូវដីដ៏លំបាកនោះពូចេនឈរនៅមុខគេពេលឃើញឡានខ្ញុំឈប់គាត់ក៏ដើរយ៉ាងលឿនមកហើយទាញទ្វារឡានបើកគាត់ជូតដៃនឹងខោពីរលាស់ទើបលូកដៃមកចាប់ដៃខ្ញុំថៅកែលីនឯងមកមែនខ្ញុំចុះពីឡានសម្លឹងមើលអ្នកភូមិជុំវិញពួកគេមិនដូចអ្នកភូមិឡយទេតែមានក្រសែភ្នែកពោពេញដោយល្បិចភ្នែករបស់ពួកគេពោពេញដោយក្តីសង្ឃឹមចង់បានផ្លូវល្អមួយខ្សែដើម្បីអាចងើបចេញពីភាពក្រីក្រនេះបានពូចេនទទួលរាក់ទាក់ធំដុំពេកហើយខ្ញុំហុចបារីឲ្យគាត់មិនបានយកបារីទេគាត់ងាកទៅរកអ្នកភូមិបងប្អូនឲ្យអំបញ្ញមិញថៅកែលីនប្រាប់តាមទូរស័ព្ទថានឹងធ្វើផ្លូវឲ្យភូមិឈៀងស៊ឺយើងថែមទាំងសាងសង់កន្លែងប្រម៉ូទទិញផ្លែឈើរបស់ពួកយើងទៀតផងពួកមនុស្សក៏ស្រែកហូតកញ្ជ្រៀវឡើងយ៉ាងរំភើបមីងវាងកាន់តែមួយពេងហុចទៅឲ្យទាំងញឹមបិទមាត់មិនចិត្តតាឈៀងអាល្អត់លីនយាននោះដកខ្លួនមែនតែនហើយចុះលុយពួកយើងនៅទាបានទៀតទេចៅតាឈៀងទទួលយកតែមកផឹកភ័យធ្វើអីវាគ្រាន់តែគំរាមលេងទេចំការផ្លែឈើនៅភ្នំខាងក្រោយរបស់វាចំណាយទុនអស់រាប់សិបលានឯណោះអាទិត្យក្រោយត្រូវប្រមូលផលហើយបើផ្លូវធ្វើមិនទាន់រួចឡានធំចូលមិនរួចទេតើវាហ៊ានបណ្ដោយឲ្យលុយរាប់លានរលីអត់ប្រយោជន៍តាឈៀងនិយាយត្រូវអាល្អត់លីនយាននេះចិត្តទុនតាំងពីក្មេងយើងទុកវាចោល3ថ្ងៃសិនទៅវាច្បាស់ជាយួរលុយមកអង្វរពួកយើងវិញមិនខានតាលីត្រដោះដៃចូលគ្នាទាំងព្រួយបារម្ភចុះបើវាមិនត្រឡប់មកវិញមែននោះផ្លែឈើពួកយើងក៏ចិត្តទុំអស់ដែរហើយចៅតាឈៀងសាយចំអកបើវាមិនមកយើងលក់ខ្លួនឯងខ្ញុំបានតាក់ទងហើយកែឡានដឹកដីនៅទីប្រជុំជនរួចហើយផ្លែឈើទុំយើងជួលឡានដឹកចេញទៅលក់បោះដុំឲ្យឈ្មួញនៅទីក្រុងតែម្ដងលុយចំណេញយកមកចែកគ្នាស្មើមិនល្អជាងលក់ឲ្យអាឈ្មួញចិត្តខ្មៅលីងយីទេតែលើបែបនេះអ្នកភូមិត្រេកអរភ្លាមតាឈៀងពិតជាពូកែមែនត្រូវហើយយើងធ្វើថៅកែខ្លួនឯងហាអ្នកទាំងអស់គ្នាកុំបារម្ភដើរតាមខ្ញុំចៅតាឈៀងច្បាស់ជាមានហូបចុកគ្រប់គ្រាន់ផ្លែឈើល្អណាស់លីវទឺសឹងនិយាយខ្លាំងល្អណាស់ខ្ញុំឲ្យតម្លៃ8រៀល1គីឡូប៉ុន្មានខ្ញុំយកទាំងអស់ថ្ងៃស្អែកខ្ញុំនាំឡានទៅមើលអីវ៉ាន់ចៅតាឈៀងសង្កត់អារម្មណ៍រំភើបបាទថៅកែលីវថ្ងៃស្អែកខ្ញុំរងចាំទម្លាក់ទូរស័ព្ទចុះគេក្រោកឈរឡើងទះទូរស័ព្ទលើតុឬទេ8រៀល1គីឡូ8រៀលអាលីនយាននោះឲ្យយើងតែ4រៀលទេវាស៊ីកេងចំណេញពីយើងអស់ប៉ុន្មានទៅ8រៀលមីងវាងបើកភ្នែកធំតាឈៀងឯងមិនបានកុហកពួកយើងទេដឹងបើកុហកឲ្យខ្ញុំខ្លាចជាឆ្កែថៅកែធំគេនិយាយផ្ទាល់មាត់តែម្ដងខ្ញុំប្រាប់ហើយតើគ្មានឈ្មោះកណ្ដាលដូចអាលីនយានយើងធ្វើថៅកែខ្លួនឯងចំណេញជាងតាទី7ជ្រួញចិញ្ចើមតាឈៀងក្រែងលោថៅកែគេយល់ច្រឡំទេដឹងផ្លែឈើពួកយើងនឹងចំការរបស់លីនយានគុណភាពមិនដូចគ្នាទេណាតែឯងចាស់វង្វេងហើយចៅតាឈៀងក្រវីដៃព្រឹកថ្ងៃបន្ទាប់ភ្លៀងធ្លាក់យ៉ាងខ្លាំងខ្ញុំពាក់អាវភ្លៀងឈរនៅមុខភូមិឈៀងស៊ឺអេសកាវ៉ាទ័ររបស់ជាងវ៉ាន់កំពុងដំណើរការកណ្ដាលភ្លៀងកាយដីចេញយ៉ាងសកម្មឈូសឆាយធ្វើផ្លូវពូចេញនាំបរោះក្នុងភូមិជាង30នាក់ស្រាតអាវជួយលីសែងថ្មក្នុងទឹកភក់គ្មាននរណាម្នាក់ត្អូញត្អែគ្មាននរណាម្នាក់ទាថ្លៃឈ្នួលឡើយហើយកែលីនភ្លៀងខ្លាំងណាស់អញទៅជ្រកក្នុងរោងសិនទៅពូចេញជូតទឹកភក់លើមុខហើយស្រែកប្រាប់ខ្ញុំក្រវេក្បាលចង្អុលទៅមុខថ្ងៃនេះត្រូវតែបង្ហាប់ដីផ្លូវនេះឲ្យណែនស្អែកទើបអាចចាក់ថ្មបំបែកបានបាទបងប្អូនទាំងអស់គ្នាទ្វារឡានបើកឡើងបរោះវ័យកណ្ដាលម្នាក់ពាក់អាវធំបានចុះពីលើឡានជាអ្នកចាត់ការផ្នែកទិញទំនិញឈ្មោះលីវទឺសឹងជើងខោរបស់គាត់ប្រឡាក់សុទ្ធតែភក់ទឹកមុខមើលទៅមិនសូវស្រួលទេចៅតាឈៀងបាំងឆាត់រត់ត្រុយមកទាំងញឹមញែមថៅកែលីវលោកមកមែនភ្លៀងធ្លាក់យ៉ាងនេះសោះគុំនិយាយច្រើនផ្លែឈើណែណានាំខ្ញុំទៅមើលលីវទឺសឹងជូតទឹកភ្លៀងលើមុខចៅតាឈៀងនាំលីវទឺសឹងទៅកន្លែងស្តុកទុកបណ្ដោះអាសន្នផ្លែឈើជាច្រើនកន្ត្រកដែលទើបតែបេះត្រូវបានដាក់នៅក្រោមរោងកៅស៊ូទឹកភ្លៀងស្រក់តក់ចំពីលើផ្លែឈើលីវទឺសឹងអង្គុយចុះយកមួយផ្លែមកមើលផ្លែតូចពណ៌មិនស្មើគ្នាថែមទាំងមានស្នាមចំទៀតគាត់យកមួយទៀតមកមើលហើយមួយទៀតសុទ្ធតែជាផ្លែអន់មើលមិនយល់ទាំងអស់ទឹកមុខគាត់ប្រែជាខឹងសម្បានេះឬផ្លែឈើល្អដែលឯងនិយាយនោះចៅតាឈៀងនៅតែដោះសារថៅកែលីវនេះទើបតែបេះទេមិនទាន់បានរើបែងចែកស្អីលីវទឺសឹងក្រោកឈរឡើងទាត់កន្ត្រកនៅពីមុខមួយជើងក្រឡាប់ផ្លែឈើស្អុយរមៀលពេញដីឯងយកសម្រាមបែបនេះមកបោកប្រាស់យើងឬខ្ញុំលីវទឺសឹងរកស៊ីខាងនេះ15ឆ្នាំហើយផ្លែល្អផ្លែស្អុយខ្ញុំមើលដឹងវាច្បាស់ជាត្រឡប់មកវិញគ្រាន់តែចៅតាឈៀងនិយាយចប់ឡានពណ៌ខ្មៅមួយគ្រឿងបានលេចឡើងនៅមុខភូមិអ្នកភូមិបើកភ្នែកធំលីនយានគឺឡានរបស់លីនយានខ្ញុំប្រាប់ហើយថាវាច្បាស់ជាមកអង្វរយើងចៅតាឈៀងសើចយ៉ាងមានអំណួតហើយដើរទៅរកយ៉ាងក្អេងក្អាងកញ្ចក់ឡានបញ្ចុះចុះលេចចេញមុខរបស់ខ្ញុំចៅតាឈៀងដើរទៅចោងកញ្ចក់ឡានថៅកែធំលីនគិតឃើញហើយមែនទេយកលុយមកហើយឬនៅ5លានខ្វះ1រៀលក៏មិនបានដែរខ្ញុំសម្លឹងមើលគេរួចចុចបើកប្រអប់ដាក់អេវ៉ាន់
យកឯកសារមួយច្បាប់ចេញមកគប់បោកចំមុខវាតាមចន្លោះកញ្ចក់ឡានមើលឲ្យច្បាស់ចៅតាឈៀងអានអក្សរលើនោះភ្នែករបស់វាបើកធំភ្លាមនោះគឺជាកិច្ចសន្យាលក់ចំការផ្លែឈើឯងលក់ចំការចោលហើយចៅតាឈៀងស្រែកឡើងយ៉ាងខ្លាំងខ្ញុំសម្លឹងមើលវាដោយកែវភ្នែកត្រជាក់លក់តាំងពី2ថ្ងៃមុនឲ្យថៅកែរោងចក្រកែច្នៃទឹកផ្លែឈើគេមិនខ្វល់ថាផ្លែឈើស្អុយឬអត់ទេក៏មិនខ្វល់ថាត្រូវដឹកចេញយ៉ាងម៉េចដែរគេមានឡានដឹកផ្ទាល់ខ្លួនខ្ញុំទាញកញ្ចក់ឡានឡើងចៅតាឈៀងផ្លែឈើភូមិលយៀពូចេននាំអ្នកភូមិប៉ុន្មាននាក់មកចាំនៅមុខចំការតាំងពីព្រលឹមថៅកែស៊ូនេះគឺមេភូមិឈៀងស៊ឺឈ្មោះចេនខ្ញុំដើរទៅណែនាំថៅកែស៊ូងក់ក្បាលបន្តិចពាក់ស្រោមដៃដើរទៅរកដើមឈើគាត់បេះផ្លែឈើមួយផ្លែយកប្រដាប់វាស់ជាតិស្ករមកវាស់កម្រិត16ជាតិទឹកច្រើនទំហំប៉ុនគ្នាថៅកែស៊ូបើកភ្នែកធំគាត់វាស់ផ្លែឈើនៅតំបន់ផ្សេងទៀតជាបន្តហើយងក់ក្បាលយ៉ាងពេញចិត្តថៅកែលីនអញពិតជាភ្នែកមុតមែនផ្លែឈើនេះល្អជាងភូមិលយៀកទៅទៀតថៅកែស៊ូដោះស្រោមដៃសម្លឹងមកខ្ញុំកិច្ចសន្យាអាចស៊ីញ៉ៃបានខ្ញុំមានលក្ខខណ្ឌស្អែកទំនិញវគ្គដំបូងត្រូវតែចូលឃ្លាំងត្រជាក់របស់ខ្ញុំពូចេននៅក្បែរនោះដកដង្ហើមធំថៅកែស៊ូស្អែកផ្លូវនេះមិនទាន់ចាក់កៅស៊ូរួចទេខ្លាចតែឡានធំចូលមិនរួចទេមើលទៅខ្ញុំទេស្មាពូចេនរឿងផ្លូវទុកឲ្យខ្ញុំចាត់ការពូគ្រាន់តែនាំគេបេះផ្លែឈើទៅបានហើយធានាថាមិនឲ្យមានស្នាមជុំសំបីតែមួយផ្លែថៅកែស៊ូសម្លឹងមកខ្ញុំញៀមចុងមាត់បន្តិចថៅកែលីនធ្វើការច្បាស់លាស់មែនជូនដំណើរថៅកែស៊ូខ្ញុំក៏បញ្ជាដាច់ខាតទៅក្រុមជាងធ្វើផ្លូវយប់នេះត្រូវធ្វើការមួយយប់បំភ្លឺថ្ងៃស្អែកត្រូវតែចាក់កៅស៊ូឲ្យរួចរាល់ភូមិជាងស៊ឺទាំងមូលមានសកម្មភាពយ៉ាងក្រឹតក្រែងត្រូវបានបើកភ្លឺចិញ្ចាចធ្វើឲ្យភូមិភ្លឺដូចពេលថ្ងៃសំឡេងឡានកិនផ្លូវបន្លឺឡើងពេញផ្ទៃមេឃពេលយប់សំឡេងនេះរសាត់តាមខ្យល់វាយ៉ាងច្បាស់ទៅដល់ភូមិលយៀកនៅក្បែរនោះពេលយប់នៅភូមិលយៀកស្ងាត់ជ្រងឆ្លងកាត់ភ្លៀងធ្លាក់3ថ្ងៃជាប់គ្នាផ្លែឈើក្នុងចំការជ្រុះអស់ជាងពាក់ត្រូវកម្ដៅថ្ងៃទៀតផ្លែឈើស្អុយលើដីក៏ចាប់ផ្ដើមជូរពេញមួយភូមិជះក្លិនស្អុយជូរយ៉ាងខ្លាំងតាទី7អង្គុយក្នុងទីធ្លាស្ដាប់សំឡេងម៉ាស៊ីនពីភូមិខាងក្បែរគូឈើច្រត់យ៉ាងខ្លាំងកម្មពីមែនកម្មពីហើយគាត់យកទូរស័ព្ទមកទេទៅលេខខ្ញុំឃើញលេខក៏ទទួលលីនយានសំឡេងតាទី7លីឡំដោយការយំអញពិតជាដាច់ចិត្តមើលអ្នកភូមិស្លាប់មែនឬខ្ញុំដើរទៅកន្លែងស្ងាត់បន្តិចលោកតាផ្លូវនេះពួកលោកជាអ្នកមិនឲ្យធ្វើខ្លួនឯងទេដោយក៏ចៅតាឈៀងជាអ្នកនាំមកឥឡូវផ្លែឈើស្អុយអស់មកយំប្រាប់ខ្ញុំធ្វើអីលីនយានតាឈៀងវាមិនដឹងអីទេឲ្យវាទៅសុំទោសឯងតាទី7និយាយយ៉ាងប្រញាប់ឥឡូវឯងនាំឡានត្រឡប់មកវិញផ្លែឈើយើងលក់ឲ្យឯង8រៀល1គីឡូបានទេខ្ញុំខឹងរហូតដល់សាច់8រៀលលោកតាមិនទាន់ភ្ញាក់ពីដេកទេដឹងខ្ញុំទិញផ្លែឈើល្អនៅភូមិឈៀងស៊ឺត្រឹមតែ4រៀលលោកតាចង់ឲ្យខ្ញុំចំណាយ8រៀលទិញផ្លែឈើស្អុយរបស់លោកតាសុំទោសលោកតាកំពុងតែប្លន់ខ្ញុំច្បាស់ណាស់តាទី7ខឹងលីនយានឯងកុំបានចិត្តពេកក្នុងខ្លួនឯងមានឈាមអ្នកភូមិលយៀកណាបើឯងឃើញគេស្លាប់មិនជួយឪពុកម្ដាយឯងស្លាប់ទៅក៏មិនបិទភ្នែកដែរកែវភ្នែកខ្ញុំប្រែជាត្រជាក់លោកតាគុំយកឪពុកម្ដាយខ្ញុំមកសង្កត់ខ្ញុំឪពុកខ្ញុំឈឺខ្ញុំទៅខ្ចីលុយពួកលោកនាំគ្នាបិទទ្វារផ្ទះចិត្តឈឹងឥឡូវមកនិយាយរឿងសាច់ឈាមខ្ញុំដកដង្ហើមធំខ្ញុំប្រាប់ពួកលោកចុះផ្លែឈើភូមិលយៀកខ្ញុំមិនទិញសំបីតែ1គីឡូទោះបីជាស្អុយរលួយខ្លាយជាភពក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរខ្ញុំចុចបិទទូរស័ព្ទតែម្ដងហើយភ្លុកលេខចោលទៀតតាទី7ខ្យល់កោសន្លប់បាត់ស្មារតីភ្លាមក្នុងទីធ្លាផ្ទះមានភាពវឹកវរយ៉ាងខ្លាំងតាឈៀងពួននៅក្រោយហ្វូងមនុស្សទឹកមុខប្រែប្រួលមិនឈប់វាដឹងថាបើផ្លែឈើលក់មិនចេញទេអ្នកភូមិច្បាស់ជាហែកវាស៊ីមិនខានតាឈៀងគិតយ៉ាងម៉េចទៅក្មេងទំនើងនៅក្បែរនោះសួរចៅតាឈៀងខំថ្មិញកែវភ្នែកពោពេញដោយភាពសាហាវបើលីនយានមិនទិញយើងនឹងបង្ខំឲ្យវាទិញវាមិនកំពុងទិញផ្លែឈើនៅភូមិឈៀងស៊ឺទេខ្ញុំនឹងធ្វើឲ្យវាមិនអាចដឹកចេញសម្បីមួយថ្ងៃបន្ទាប់ពន្លឺព្រះអាទិត្យដំបងចាំងចូលភូមិឈៀងស៊ឺផ្លូវកៅស៊ូថ្មីសាឡាពណ៌ខ្មៅរលោងស្អាតមាន2កន្លងលាតសន្ធឹងពីមុខភូមិរហូតដល់ផ្លូវជាតិឡានដឹកទំនិញត្រជាក់ប្រវែង10ម៉ែត្រ3គ្រឿងបានចតយ៉ាងត្រឹមត្រូវនៅមុខកន្លែងប្រមូលទិញថ្មីអ្នកភូមិឈៀងស៊ឺឈរតម្រង់ជួរគ្នាយ៉ាងវែងផ្ទៃមុខមនុស្សគ្រប់គ្នាពោពេញដោយក្តីរំភើបពួកគេរែកកន្ត្រកផ្លែឈើដែលបានរើសយ៉ាងសម្រិតសម្រាំងយកមកថ្លឹងតាមលំដាប់ខ្ញុំអង្គុយនៅតុប្រមូលទិញក្បែរនោះមានវ៉ាលីស្បែកពណ៌ខ្មៅមួយវ៉ាលីបើកចំហខាងក្នុងសុទ្ធតែក្រដាសប្រាក់100ពណ៌ក្រហមឆ្អើរលោកតាលី300គីឡូ1500រៀលរាប់មើលទៅខ្ញុំហុចលុយឲ្យលោកតាទទួលលុយដោយដៃញ័រទឹកភ្នែកក៏ហូរចុះមកថៅកែលីនឯងពិតជាព្រះរូមែនពូចេននៅក្បែរនោះជួយរៀបចំសណ្ដាប់ធ្នាប់ស្រែកឡើងស្អកកអ្នកទាំងអស់គ្នាតម្រង់ជួរមិនបាច់ដណ្ដើមគ្នាទេថៅកែលីនថាមានប៉ុន្មានទិញប៉ុណ្ណឹងស្របពេលដែលកំពុងតែអ៊ូអរនេះនៅមុខភូមិស្រាប់តែឮសំឡេងគោយន្តយ៉ាងខ្លាំងគោយន្តចាស់3គ្រឿងដឹកពេញដោយភក់និងផ្លែឈើស្អុយរលួយបានបើកសម្រុកចូលមកក្នុងភូមិឈៀងស៊ឺមកបិទផ្លូវនៅមុខកន្លែងប្រមូលទិញតែម្ដងចៅតាឈៀងលោតចុះពីលើគោយន្តដៃកាន់បំពង់ទីបដែកមួយពីក្រោយវាមានយុវជនភូមិលយៀកជាង10នាក់អ្នកភូមិឈៀងស៊ឺដែលកំពុងតម្រង់ជួបភ្ញាក់នាំគ្នាថយក្រោយចៅតាឈៀងដើរមកមុខខ្ញុំយកបំពង់ទីបគោះលើទៅយ៉ាងខ្លាំងលីនយានរកស៊ីកាក់កបណាស់តាវាសម្លឹងមើលវ៉ាលីលុយរបស់ខ្ញុំផ្អែកខ្នងលើកៅអីដោយមិនញើតសំបីបន្តិចចៅតាឈៀងអញដឹកសម្រាមមួយគំនោមកភូមិឈៀងស៊ឺធ្វើអីសម្រាមចៅតាឈៀងចង្អុលទៅផ្លែឈើជូរស្អុយនៅលើគោយន្តនេះគឺជាផ្លែឈើដ៏ល្អរបស់ភូមិលយៀកយើងថ្ងៃនេះឯងត្រូវតែទិញទាំងអស់គិតក្នុងតម្លៃ10រៀល1គីឡូនៅទីនេះមាន5000គីឡូលុយ50000មកវាលូកដៃមកចំពោះមុខខ្ញុំចេនខឹងរហូតដល់ញ័រខ្លួនស្ទុះទៅចង្អុលមុខចៅតាឈៀងឯងអត់ចេះខ្មាស់គេទេយកផ្លែឈើស្អុយមួយគំនោមកជំរិតទៀតប្រាក់ថៅកែលីនឈៀងស៊ឺទៅចៅតាឈៀងរុញពូចេនមួយទំហឹងពូចេនដួលខ្ពកទៅលើដីតាចាស់កុំចេះដឹងរឿងគេជឿថាខ្ញុំវាកំទេចកន្លែងនេះចោលទេក្មេងទំនើងនៅពីក្រោយចៅតាឈៀងក៏លើកអាវុធក្នុងដៃឡើងភ្លាមអ្នកភូមិឈៀងស៊ឺខឹងសម្បាយយ៉ាងខ្លាំងនាំគ្នាកាន់ដំបងនិងប៉ែមកឡោមព័ទ្ធពួកចៅតាឈៀងជុំចិត្តស្ថានភាពតានតឹងខ្លាំងទៀតនឹងផ្ទុះហិង្សាទៅហើយខ្ញុំក្រោកឈរដើរទៅមុខចៅតាឈៀងឯងគិតថាខ្ញុំគ្មានវិធីចាត់ការឯងមែនទេខ្ញុំលុកយក USB មួយចេញពីហោបញ្ជីលុយធ្វើផ្លូវនៅភូមិលយៀកខ្ញុំឆែករួចហើយឯងយកលេខទិញខ្សាច់និងថ្មដកលុយពីកន្នីភូមិអស់200,000តែឯងទិញសុទ្ធតែខ្សាច់អនលុយចំណេញចូលហោប៉ឯងទាំងអស់ឯងនិយាយផ្ដេសផ្ដាសទឹកមុខចៅតាឈៀងប្រែប្រួលភ្លាមខ្ញុំយកទូរស័ព្ទមកចុចលេខប៉ូលីសផ្ដេសផ្ដាសឬអត់ឲ្យប៉ូលីសស៊ើបមើលទៅដឹងហើយហ៊ានចៅតាឈៀងលើកបំពង់ទីបបំរុងនឹងវីខ្ញុំពូចេនរហ័សដៃយកប៉ែវីក្នុងចៅតាឈៀងមួយទំហឹងចៅតាឈៀងស្រែកយាយហើយដួលកាប់មុខបរោះភូមិឈៀងស៊ឺក៏ស្ទុះចូលទៅចាប់សង្កត់ពួកក្មេងទំនើងទាំងនោះជាប់នឹងដីហើយកែលីនប្តឹងប៉ូលីសទៅប៉ូលីសចាប់ពួកចង្រៃនេះចៅតាឈៀងត្រូវគេសង្កត់ជាប់នឹងដីលីនយានឯងសាកប្តឹងប៉ូលីសទៅមើលបើថ្ងៃនេះឯងហ៊ានចាប់ខ្ញុំអ្នកភូមិលយៀកច្បាស់ជាមិនលើកលែងឲ្យឯងខ្ញុំសម្លឹងមើលវាហើយសើចចំអកអញ្ចឹងអញគិតថាអ្នកភូមិលយៀក
ពេលនេះមានពេលខ្វល់ពីអញខ្ញុំអង្គុយចុះផ្ទះមុខវាថ្នមរឿងដែលអញស៊ីដាច់លុយធ្វើផ្លូវខ្ញុំបានឲ្យគេកូពី300សន្លឹកបិទពេញបង្គោលភ្លើងក្នុងភូមិឡយៈរួចហើយសាក់ទីមើលថាអ្នកភូមិដែលខាត់បងអស់រលីងទាំងពេលឃើញក្រដាសនេះហើយពួកគេនឹងធ្វើអីអញរៀបល្បិចដាក់ខ្ញុំទឹកមុខចៅតាឈៀងស្លេកស្លាំងភ្លាមវាព្យាយាមរើបំរះពីការសង្កត់របស់អ្នកភូមិឈៀងសឺវិញ្ញាណឯងសាហាវពេកហើយខ្ញុំក្រោកឈរសម្លឹងមើលវាពីលើខ្ញុំសាហាវឬខ្ញុំខំចំណាយលុយខ្លួនឯងធ្វើផ្លូវឲ្យពួកឯងជំរិតទាបប្រាក់ខ្ញុំមិនថាខ្លួនឯងសាហាវយកសម្រាមរបស់ឯងត្រឡប់ទៅភូមិឡយៈប្រឈមមុខនឹងអ្នកភូមិឯងចុះខ្ញុំងាកទៅប្រាប់ពូចេនបោះពូវាចេញពីភូមិទៅរឹបអូសគោយន្តទុកជាថ្លៃព្យាបាលដែលវាវីពូអំបញ្ញបរោះភូមិឈៀងសឺស្រែកហូតកញ្ជ្រៀវយ៉ាងខ្លាំងពួកគេចាប់ចៅតាឈៀងនិងពួកក្មេងទំនើងអូសទៅមុខភូមិចៅតាឈៀងវាក្រោកពីដីយ៉ាងត្រដាប់ត្រដួសសូម្បីតែមើលមុខខ្ញុំក៏មិនហ៊ានកូនចៅរត់បាត់ជើងសព្រាចំណែកនៅភូមិឡយៈឯណោះវិញកំពុងតែឆោឡោក្រដាសជាង300សន្លឹកសរសេរយ៉ាងច្បាស់បង្ហាញពីភស្តាងដែលចៅតាឈៀងស៊ីដាច់លុយធ្វើផ្លូវ200000មីងវាងកាន់ក្រដាសនោះទាំងដៃញ័រអាងប់ចៅតាឈៀងវាទាលុយថ្លៃដឹកពីយើងហើយនៅស៊ីដាច់លុយធ្វើផ្លូវផ្លែឈើយើងស្អុយអស់ហើយវាយកលុយយើងទៅស៊ីផឹកលេងស្រីនៅទីប្រជុំជនតាលីអង្គុយលើទេះរុញជើងគាត់បាក់ដោយសារដួលលើផ្លូវភោគកាលពីម្សិលមិញគាត់យំវីផ្លូវខ្លួនឯងជើងរបស់ខ្ញុំផលដំណាំពេញមួយឆ្នាំរបស់ខ្ញុំត្រូវវិនិច្ឆ័យដោយសារអសត្វរិឆាននេះហើយបានរីករាលដាលយ៉ាងលឿនអ្នកភូមិរាប់រយនាក់កាន់ចប់កាន់ដំបងសម្រុកទៅផ្ទះចៅតាឈៀងវាកំទេចផ្ទះអត្រិឆាននេះចោលទៅទ្វារដៃផ្ទះចៅតាឈៀងត្រូវអ្នកភូមិធាក់របើកភ្លាមសំឡេងបែកកញ្ចក់សំឡេងស្រីស្រែកសំឡេងវាកំទេចលឺត្រហឹងអឹងកងចៅតាឈៀងឃើញទិដ្ឋភាពនេះហើយឡើងទន់ជើងលុតជង្គង់ក្នុងទឹកភក់តែម្ដងវាងាកក្រោយរត់ចូលព្រៃបាត់ទី7ត្រូវយុវជនប៉ុន្មានអ្នកគ្រាសម្លឹងមើលផ្ទះត្រកូលចៅត្រូវគេវាខ្ទេចទាំងទឹកភ្នែកហូររហាកម្មពីមែននេះជាកម្មពីរបស់ភូមិឡយៈហើយគាត់រុញអ្នកគ្រាចេញហើយលុតជង្គង់ក្នុងភក់គឺខ្ញុំចាស់វង្វេងខ្លួនឯងគឺខ្ញុំជាអ្នកបំផ្លាញអ្នកភូមិអ្នកភូមិចោមរោមដាទី7ទាំងមុខស្រពោនគ្រប់គ្នាលោកតាឥឡូវវីផ្ទះចៅតាឈៀងក៏គ្មានប្រយោជន៍ដែរផ្លែឈើស្អុយអស់ហើយតើថ្ងៃមុខពួកយើងរស់យ៉ាងម៉េច